និយោគការជំរុញទីផ្សារនិងកិច្ចសហប្រតិបត្តិកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុតមួយនាខែសីហាខាងមុខក្រុមហ៊ុន Mingvi Exhibition and Advertisement Service Co Ltd បានប្រារព្ធពិធីបើកជាផ្លូវការនៅ Cambodia Expo Series 2026ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសំហេងបូរ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឯកឧត្តមគីច័ន្ទរំដួលអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកងុយបានវិញនាយកប្រតិបត្តិក្រុមហ៊ុន West និងដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋតំណាងអង្គទូតសមាគមវិជ្ជាជីវៈដៃគូអភិវឌ្ឍសហគ្រាសឯកជននិងបណ្ដាអ្នកសារព័ត៌មាននៅសន្តាគារ Hyatt Regency រាជធានីភ្នំពេញឯកឧត្តមសំហេងបូរ៉ាបានមានប្រសាសន៍កោតសរសើរនិងមានតម្លៃខ្ពស់ចំពោះក្រុមហ៊ុន West ដែលបានបង្កើតវេទិកា Cambodia Expo Series 2026នេះឡើងដែលនេះជាឱកាសមាសសម្រាប់ការបង្កើតឱកាសពង្រីកអាជីវកម្មស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យឯកជនផ្លាស់ប្ដូរពីការប្រកួតប្រជែងតម្លៃទៅផ្អែកទៅលើគុណភាពបច្ចេកវិទ្យាចីរភាពនិងម៉ាកសញ្ញាដើម្បីប្រកួតប្រជែងទៅលើទីផ្សារសកលឯកឧត្តមបានលើកទឹកចិត្តនិងអំពាវនាវឲ្យសហគ្រាសទាញយកអត្ថប្រយោជន៍ពីវេទិកានានាដើម្បីបង្កើតភាពជាដៃគូនិងបង្កើតសមត្ថភាពប្រកួតប្រជែងដោយឆ្ពោះទៅកាន់គោលដៅកសាងកម្ពុជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងវិនិយោគប្រកបដោយគុណភាពនៅអាស៊ីអាគ្នេយ៍ព្រឹត្តិការណ៍នេះបានប្រកាសជាផ្លូវការនៅព្រឹត្តិការណ៍ពិព័រណ៍និងសន្និសីទអន្តរជាតិដ៏ធំមួយដែលប្រមូលផ្ដុំព្រឹត្តិការណ៍ចំនួន9សំខាន់ដោយផ្ដោតទៅលើវិស័យកសិកម្មបសុសត្វវិរិយបព្វកម្មអាហារនិងភេសជ្ជៈសុខាភិបាលឱសថមន្ទីរពិសោធន៍សម្រស់សុខុមាលភាពសត្វចិញ្ចឹមនិងផលិតផលប្រើប្រាស់ក្នុងឱកាសនេះ West ក៏បានប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយនឹងសមាគមវិជ្ជាជីវៈនិងអង្គការដៃគូចំនួន12រួមមានសមាគមសហព័ន្ធកសិករអ្នកផលិតកសិកម្មកម្ពុជាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសហព័ន្ធសហគមន៍កសិកម្មកម្ពុជាសមាគមវិរិយវប្បកម្មកម្ពុជាសមាគមបណ្ដាញកសិករដេជោសមាគមស្ប៉ានិងសុខុមាលភាពកម្ពុជាសមាគមវិទ្យាសាស្ត្រសោភ័ណភាពនិងឡាស៊ែកម្ពុជាសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាសមាគមអ្នកនាំចេញនិងនាំចូលផលិតផលម្ហូបអាហារកម្ពុជាសមាគមអ្នកផលិតម្ហូបអាហារកម្ពុជាសមាគមអភិវឌ្ឍមន្ទីរពិសោធន៍វិទ្យាសាស្ត្រសមាគមអ្នកចែកចាយឱសថកម្ពុជាតាមរយៈកិច្ចសហការនេះ Cambodia Expo Series 2026នឹងក្លាយជាវេទិកាដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងជំរុញការអភិវឌ្ឍឧស្សាហកម្មពាណិជ្ជកម្មនិងការវិនិយោគព្រមទាំងការបង្កើតការតភ្ជាប់អាជីវកម្មនៅក្នុងស្រុកជាមួយនឹងទីផ្សារអន្តរជាតិលោកវិននីគណៈកម្មាធិការរៀបចំនិងជានាយកគ្រប់គ្រងក្រុមហ៊ុន West បានថ្លែងថា Cambodia Expo Series 2026មិនត្រឹមតែជាពិព័រណ៍ពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែជាវេទិកាសម្រាប់ការផ្លាស់ប្ដូរចំណេះដឹងផ្ទេរបច្ចេកវិទ្យាបង្កើតភាពជាដៃគូនិងពង្រីកឱកាសអាជីវកម្មដែលរួមចំណែកលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនឹងមានក្រុមហ៊ុននិងម៉ាកប្រមាណ250មកពីប្រទេសចំនួន15ព្រមទាំងមានភ្ញៀវពាណិជ្ជកម្មជាតិអន្តរជាតិជាង 5000 នាក់ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី26ដល់ថ្ងៃទី28ខែសីហាឆ្នាំ2026នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្ររាជធានីភ្នំពេញនាឱកាសនេះ West ក៏បានរៀបចំពិធីចុះហត្ថលេខាទៅលើអនុសរណៈនៃការយោគយល់គ្នាជាមួយនឹងសមាគមដៃគូសហការរបស់ខ្លួនដើម្បីបង្ហាញពីវិសាលភាពរបស់ខ្លួនកាន់តែទូលំទូលាយបន្ថែមពីការតាំងពិព័រណ៍ព្រឹត្តិការណ៍និងរៀបចំសន្និសីទសិក្ខាសាលាវិជ្ជាជីវៈវេទិកាចែករំលែកចំណេះដឹងកម្មវិធីផ្គូផ្គងធុរកិច្ចនិងបណ្ដាញទំនាក់ទំនងអាជីវកម្មដើម្បីបង្កើតឱកាសសហការថ្មីៗទាំងក្នុងនិងក្រៅប្រទេសWest បានបញ្ជាក់ផងដែរថាស៊េរីពិព័រណ៍នេះនឹងដើរតួនាទីជាស្ពានភ្ជាប់អ្នកផលិតអ្នកផ្គត់ផ្គង់អ្នកនាំចូលអ្នកចែករំលែកនិងអ្នកវិនិយោគដើម្បីជំរុញការវិនិយោគការផ្ទេរបច្ចេកវិទ្យានិងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឲ្យមាននិរន្តរភាព